តើអ្នកធ្លាប់យល់សពអាក្រក់ហើយភ្ញាក់ឡើងទាំងពិតភ័យដែរឬទេការយល់សពអាក្រក់គឺជាបទពិសោធន៍ទូទៅមួយប៉ុន្តែតើអ្នកដឹងទេថាវាអាចកើតឡើងដោយសារមូលហេតុជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកមូលហេតុទូទៅបំផុតនៃការយល់សពអាក្រក់ទី1 stress និងការថប់បារម្ភនេះគឺជាមូលហេតុចម្បងនៅពេលដែលអ្នកមានអារម្មណ៍តានតឹងឬបារម្ភច្រើនអំពីការងារការសិក្សាឬបញ្ហាជីវិតផ្សេងៗខួរក្បាលរបស់អ្នកនៅតែដំណើរការបញ្ហាទាំងនោះអំឡុងពេលគេងដែលអាចបង្កឲ្យមានការយល់សប្តិអាក្រក់ 2. ការញ៉ាំអាហារនៅពេលយប់ការញ៉ាំអាហារធ្ងន់ៗឬអាហារដែលមានជាតិខ្លាញ់ច្រើនមុនពេលចូលគេងអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការកាន់តែខ្លាំងនេះអាចរំខានដល់ដំណេករបស់អ្នកនិងបង្កើនលទ្ធភាពនៃការយល់សប្តិអាក្រក់ 3. ផលប៉ះពាល់នៃថ្នាំពេទ្យថ្នាំពេទ្យមួយចំនួនដូចជាថ្នាំបំបាត់ការបាក់ទឹកចិត្តថ្នាំបន្ថយសម្ពាធឈាមឬថ្នាំសម្រាប់ការគេងអាចមានផលប៉ះពាល់ដល់ការគេងនិងបណ្ដាលឲ្យអ្នកយល់សប្តិអាក្រក់ 4. បញ្ហាសុខភាពផ្លូវចិត្តជំងឺដូចជាជំងឺបាក់ទឹកចិត្តឬជំងឺថប់បារម្ភអាចជាមូលហេតុដែលធ្វើឲ្យអ្នកយល់សប្តិអាក្រក់ញឹកញាប់ 5. ទម្លាប់នៃការគេងមិនទៀងទាត់ការផ្លាស់ប្ដូរទម្លាប់នៃការគេងមិនគ្រប់គ្រាន់ឬការគេងមិនទៀងទាត់អាចរំខានដល់វដ្តនៃការគេងធម្មតាដែលនាំឲ្យមានការយល់សប្តិអាក្រក់នៅពេលគេងវិធីកាត់បន្ថយការយល់សប្តិអាក្រក់ 1. គ្រប់គ្រង stress ធ្វើលំហាត់ប្រាណធ្វើសមាធិឬស្ដាប់តន្ត្រីដើម្បីជួយបន្ធូរអារម្មណ៍មុនពេលចូលគេង 2. រៀបចំទម្លាប់នៃការគេងចូលគេងឬភ្ញាក់ពីគេងនៅម៉ោងដដែលជារៀងរាល់ថ្ងៃ 3. ជៀសវាងអាហារធ្ងន់ៗមិនត្រូវញ៉ាំអាហារធ្ងន់ៗឬហឹរពេកមុនពេលចូលគេងនោះឡើយ 4. ពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកយល់សប្តិអាក្រក់ជាប្រចាំហើយប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុនិងដំណោះស្រាយ